បានជំរាបសួរបងនេះជាវីដេអូនៃការ check payment របស់យើងថាចំណូលរបស់យើងចូលបានតាមអីខ្លះតាមការលក់ POS ឬក៏តាមធ្វើ incoming payment អញ្ចឹងបងបាទបើសិនជាបងចង់មើលចំណូលនៃទឹកប្រាក់របស់យើងដែលទទួលបានចូលក្នុង system របស់យើងបងអាចមក check report បានអញ្ចឹងសម្រាប់ការ check report ការទទួលលុយ incoming payment របស់យើងបង check នៅខាង POS បាទហើយមកយកពាក្យ payment មកអញ្ចឹង payment មកយកពាក្យថា incoming payment បាទអញ្ចឹងពេលដែលបងចូលក្នុង incoming payment នេះហើយអញ្ចឹងនេះជាទម្រង់ដែលបងអាច filter មើលបានអញ្ចឹងនេះថ្ងៃចាប់ផ្ដើមរហូតដល់ថ្ងៃបញ្ចប់អញ្ចឹងបើសិនជាបងចង់មើលពីថ្ងៃណាឥឡូវខ្ញុំចង់មើលពីថ្ងៃ1ថ្ងៃចាប់ផ្ដើមនេះថ្ងៃ filter ដែលខ្ញុំចង់ដឹងចំណូលរបស់ខ្ញុំចូលពីថ្ងៃណាមកអញ្ចឹងបងបាទអញ្ចឹងខ្ញុំចង់មើលចំណូលរបស់ខ្ញុំចាប់ពីថ្ងៃ1បាទរហូតដល់ថ្ងៃ23បាទអញ្ចឹង day from របស់ខ្ញុំចាប់តាំងពីថ្ងៃ1រហូតដល់ថ្ងៃ23ហើយបងអាចកំណត់ម៉ោងបានដែរនេះម៉ោងចាប់ផ្ដើមនៃការលក់រហូតដល់ម៉ោងបញ្ចប់នៃការលក់អញ្ចឹងបងបាទហើយសម្រាប់ creator នេះក៏បងអាចមើលតាម user មួយបានដែរថាបងចង់មើលទៅលើការលក់របស់ user cashier ចូលជាចំណូលបានប្រមាណឬក៏ user admin អ្នកលក់ឬក៏ all creator នោះមានន័យថាគ្រប់ user ទាំងអស់ឲ្យតែលក់ចូលជាចំណូលគឺយើងត្រូវ filter យកមើលទាំងអស់អញ្ចឹងបងបាទអញ្ចឹងកន្លែងនេះ payment min អញ្ចឹង payment min បងអាចមើលបានថាចំណូលបងចង់មើលជាអីជា cash ដុល្លារជា cash real ចំណូលចូលជា cash real ឬក៏ជា ABA បាទអាហ្នឹងបង select មើលតាមនឹងបានបងបើបងដាក់ all payment ចេះមានន័យថាយើងឲ្យវាយកមកទាំងអស់មិនថាការទូទាត់តាមមធ្យោបាយណាក៏ដោយគឺត្រូវយកមកសូទាំងអស់អញ្ចឹងបងបាទនេះទៅតាម customer អញ្ចឹងបើបងមានការផ្ដោតលើ customer អញ្ចឹងបងអាច filter មើលតាម customer មួយបានបងអញ្ចឹងបើអត់មានទេយើងមិនបាច់រើសទេហើយបងយក filter មកបាទអញ្ចឹងបងឃើញវានឹងយកមកទាំងអស់អញ្ចឹងបងបាទអញ្ចឹងបងចុច100នេះមកវាអាចសូមកទាំងអស់ឬក៏បងអាចមើលជា page ទី2ទី3បានទេបងអញ្ចឹងខ្ញុំដាក់100នេះមកគឺឲ្យវាសម្រាយមកចុះក្រុមទាំងអស់អញ្ចឹងបងបាទអញ្ចឹងនេះជាចំណូលរបស់ខ្ញុំដែលបានចូលទៅតាមខាងលក់ POS បាទអញ្ចឹងលក់ POS ទទួលបានលុយប្រមាណអញ្ចឹងនេះ total pay របស់យើងបាទអញ្ចឹង total pay របស់យើងចូលជាចំណូលប្រមាណបាទគឺនេះបងវា total ឲ្យយើងនៅខាងក្រោយនេះបងនេះបាទអញ្ចឹងនេះជាដុល្លារប្រមាណជាខ្មែរប្រមាណអញ្ចឹងសម្រាប់ total សរុបទឹកលុយនៅកន្លែងហ្នឹងគឺវាអត់បែងចែកឲ្យយើងថាជាដុល្លារប្រមាណអីប្រមាណទេគ្រាន់តែវា total យើងថាទឹកលុយដែលយើងបានចូលក្នុង system របស់យើងគឺទទួលបានទឹកលុយប៉ុណ្ណឹងអញ្ចឹងបងហើយវាបញ្ជាក់ថាចូលហ្នឹងចូលតាមការលក់ POS ឬក៏សម្គាល់ថាចូលតាមការធ្វើលក់តាម incoming payment នៃការលក់ជាពាក់បងបាទបើ POS នេះបង SP របស់យើងនេះមានថាលក់តាម POS បងគឺវាបានចូលក្នុង system ជោគជ័យអញ្ចឹងបងបាទអញ្ចឹងហ្នឹងជា report នៃការ check មើលទឹកលុយដែលចូលក្នុង system របស់យើងបងគឺមានប៉ុណ្ណឹង